អាយដាមលោកជំទាវលោកស្រីបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជាទីគោរពស្រឡាញ់ថ្ងៃនេះជាទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី32យើងទាំងអស់គ្នាបានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដល់សហសេវករបស់យើងដែលជាអ្នកកាសែតជាតិនិងអន្តរជាតិដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលចុះបំពេញការងារយកព័ត៌មាននៅប្រទេសកម្ពុជាពេលដែលកំពុងតែឆាបឆេះនៅក្នុងភ្នក់ភ្លើងសង្គ្រាមនៅក្នុងទសវត្សរ៍ឆ្នាំ1970យើងមកជួបជុំគ្នានៅថ្ងៃនេះមិនមែនគ្រាន់តែដើម្បីចងចាំនិងរំលឹកវិញ្ញាណក្ខន្ធនៃអ្នកសារព័ត៌មានដែលបានស្លាប់បាត់បង់ជីវិតនោះទេប៉ុន្តែដើម្បីគោរពវីរភាពរបស់អ្នកសារព័ត៌មានទាំងអស់នេះទាំងអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានបរទេសដែលបានបាត់បង់ដែលបានលះបង់សពបែបយ៉ាងរួមនឹងអាយុជីវិតរបស់ពួកគេដើម្បីចុះយកព័ត៌មានផលិតនិងផ្សព្វផ្សាយព័ត៌មានអំពីសង្គ្រាមនិងសោកនាដកម្មរបស់កម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ1970ពួកគេពិតជាបានជួយប្រទេសកម្ពុជាយ៉ាងច្រើន